នៅឆ្នាំ570មានកងទ័ពដ៏មានអំណាចមួយបានហាយក្បួនឆ្ពោះទៅកាន់ទីក្រុងម៉ាកាដែលដឹកនាំដោយលោកអាប់រ៉ាហាមលោកបានកសាងវិហារដ៏ធំមួយនៅក្នុងប្រទេសយេម៉ែនហើយចង់ឲ្យមនុស្សទៅទស្សនាទីនោះជំនួសឲ្យការទៅកាន់វិហារកាប៉ះប៉ុន្តែនៅពេលដែលពួកគេបដិសេធលោកក៏បានសម្រេចចិត្តចង់បំផ្លាញវិហារកាប៉ះដូច្នេះលោកក៏បានដឹកនាំកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នាំមុខដោយកងទ័ពដំរីវាពិតជាធំសម្បើមនិងគួរឲ្យភ័យខ្លាចដែលជាអ្វីដែលប្រជាជនអារ៉ាប៊ីមិនដែលជួបប្រទះពីមុនមកការភ័យស្លន់ស្លោបានរីករាលដាលពាសពេញទីក្រុងមេកាតើអ្នកណាអាចបញ្ឈប់រឿងនេះបានសូម្បីតែលោកអាប់ឌុលម៉ូតាលីបក៏បាននិយាយថាខ្ញុំគឺជាម្ចាស់នៃសត្វអូតប៉ុន្តែវិហារកាប៉ះមានម្ចាស់ផ្ទាល់របស់វាហើយទ្រង់នឹងការពារវាបន្ទាប់មកកងទ័ពបានមកដល់ជ្រលងភ្នំក្បែរទីក្រុងមេកាហើយស្រាប់តែសត្វដំរីដែលនាំមុខបានឈប់ពួកកងទ័ពបានរុញបានវាយនិងព្យាយាមបង្វែររវាទៅគ្រប់ទិសទីប៉ុន្តែវាមិនព្រមធ្វើដំណើរឆ្ពោះទៅកាន់វិហារកាប៉ះភ្លាមនោះមេឃក៏ប្រែពណ៌ហ្វូងបាក់សីជាច្រើនបានបង្ហាញខ្លួនដោយពំថ្មតូចៗនៅក្នុងមាត់ពួកវាបានទម្លាក់ថ្មទាំងនោះពីលើមេឃហើយកងទ័ពក៏ត្រូវបានបំផ្លាញទាំងអស់ដោយគ្មានការប្រយុទ្ធឬមិនអាចការពារអ្វីបានឡើយនេះវាគ្រាន់តែជាសញ្ញាមួយប៉ុណ្ណោះថាអំណាចពិតប្រាកដគឺស្ថិតតែលើអល់ឡោះតែមួយគត់ ألم تر كيف فعل ربك بأصحاب الفيل ألم يجعل كيدهم في تضليل وأرسل عليهم طيرا أبابيل ترميهم بحجارة من سجيل فجعلهم كعصف مأكول